គ្រាន់តែឮសំឡេងហ្នឹងក៏ដឹងតែស្រួយហើយបងប្អូននេះជ្រូកខ្វៃបងប្អូនអើយតំណងណាស់ឡើងក្រហមលងហ្មងណាបងប្អូនមើលទៅតំណងឆ្ងាញ់ដល់កបងប្អូនអើយហើយអ្នកកាប់នេះក៏គាត់ជំនាញអស់ទាស់ដែរបងប្អូននេះគឺគាត់ចាប់ផ្ដើមភ្លឿយសាច់យកចេញណាបងប្អូនទុកតែស្បែកទេមើលសូម្បីសាច់ជាប់ស្បែកតិចតិចហ្នឹងក៏គាត់ជាចេញដែរបងប្អូនហើយគាត់កាប់ឡើងរៀងបើគាត់ឡើងស្អាតតែម្ដងណារៀង4ជ្រុងឡើងស្អាតតែហ្មងបងប្អូននេះអញ្ចឹងបងប្អូនមើលគាត់អាណាជាប់សាច់គឺគាត់ភ្លឿយចេញឲ្យអស់ហើយសាច់ជាប់បន្តិចបន្តួចឬក៏ស្បែកតិចតួចអីក៏គាត់អត់យកដែរគឺគាត់កាប់ចេញឲ្យចេញជារៀង4ជ្រុងចឹងតែម្ដងណាសូម្បីតែឆ្អឹងឈានីឆ្អឹងស្អីហ្នឹងក៏គាត់ផ្លះចេញដែរបងប្អូននេះឃើញទេជើងមុខជើងក្រោយអីហ្នឹងគឺគាត់ផ្លះចេញអស់បងប្អូនហើយកាប់ឲ្យវាคล้ายទៅជារៀង4ជ្រុងណាគាត់ងាយស្រួលក្នុងការយកទៅរៀបអញ្ចឹងណាបងប្អូនអូយនេះបានគេហៅថាចុងភៅមែនណាលយជំនាញគេកាប់ជ្រូកខ្វៃនេះបងប្អូននេះបន្ទាប់ពីគាត់ភ្លឿយសាច់ហើយគាត់ចាប់ផ្ដើមកាប់បងប្អូនជួយទៅរៀបពីលើបាយណាจะកាប់ចំណិតចឹងមកអូតំណងណាបងប្អូនហើយដូចជ្រូកនៅមែនតែនអញ្ចឹងណាបងប្អូននេះអានេះពីខាងក្រោយបងប្អូនមើលគាត់កាប់ប្រទះអានេះស្បែកសុទ្ធតែម្ដងបងប្អូនណាយ៉ាងហូបទៅដល់តែស្រួយឆ្ងាញ់ពេញមាត់តែហ្មងណាបងប្អូនណាគាត់ចាប់ផ្ដើមកាប់ចិត្តរួចរាល់ហើយមើលគាត់យកទៅរំលាបនៅលើបាយបងប្អូនឃើញដូចជ្រូកពោបអញ្ចឹងណាបងប្អូនមើលនេះឃើញទេចិត្តហើយនេះឥឡូវដាក់តែក្បាលមករួចរាល់ឃើញបងប្អូនដូចជ្រូកមែនតែនអញ្ចឹងណាវ៉ា